Ok, số sẽ đây là tụi ôngគ្នាtạiថ្ងៃនេះយើងបន្តមេរៀនថ្មីទៀតនេះយើងចាប់ដើមធ្វើទឹកធ្វើទូម្ដងឥឡូវយើងចាប់ដើមទៅបងឡើយគឺយើងបង្កើតនេះមួយមកបង្កើតមួយមកនេះបានមួយហើយយើងទៅ edit mode យើងចុច tab មកចុច tab មកទៅ edit mode tab គឺជា shortcut មួយរបស់អ្នកអត់ជីក mode edit mode អីហ្នឹងយើងមិនចាំចូលនេះទេនាំតានេះយើងចុចតែ tab មួយទៅគឺវាទៅវាមកឥឡូវយើងសាកធ្វើតុកមកការធ្វើតុកធ្វើបែបនេះហើយបន្ទាប់មកទៀតយើងបើកនេះមកនេះស្នុក select ទាំងអស់យើង select ចេះមកគឺវាបានទាំងអស់នេះយើងបិទតានេះមួយទៅគឺវាមកវាប្រហោងអ្នកយើងហើយដល់ពេលយើង select ម្ដងគឺបានទាំងអស់ខាងក្រោមហើយបន្ទាប់មកគឺយើងចូលមកធួម៉ូនេះហើយយើងអូសវាមកដឹងតុកយើងតុកជាធម្មតាគឺអាក្តារតុកហ្នឹងគឺវាយើងស្ដាយមួយណាបងហើយបន្ទាប់មកទៀតអានេះយើងរៀនពីរបៀបប្រើធួហើយបន្ទាប់មកទៀតការធ្វើជើងតុកធ្វើអីហ្នឹងគឺតុកវាមានជើង4អញ្ចឹងយើងដើម្បីឲ្យបានជើងតុកយើងត្រូវបង្កើតឡាញមួយមកខ្សែវាហ្នឹងដាក់វាជុំវិញហ្នឹងយើងធួមួយណាបង្កើតឡាញគឺធួមួយនេះអញ្ចឹងយើងអូសមកអានេះយើងបានហើយយើងអូសមកគៀបនេះមួយមកយកអានេះមកខ្សែវាមួយដោយមួយហើយបន្ទាប់មកទៀតយើងយកមកនេះមួយទៀតណាឲ្យមើលទៅស្មើគ្នាទៅចឹងតាយើង view ខាងលើវិញ view ខាងលើសូមមើលជាអានេះយើងយកមកចេះមួយទៀតណាឲ្យមើលទៅ4ជ្រុងស្មើគ្នានេះយកមកមួយទៀតហើយតបមកយើងមកនេះវិញមកហើយយើងមើលវាស្មើគ្នាអត់ទេដូចជាអត់ស្មើអញ្ចឹងដើម្បី select យកទាំងយើងដកមកចឹងណា select យកទាំងអស់មកហើយយើងអុសខ្សែនឹងឲ្យចូលមកចិត្តតិចហើយមកណាទៀតអត់ទាន់ស្មើគ្នានេះយើងធំជាងអញ្ចឹងយើង select វាមកចឹងណាអូសវាមកអញ្ចឹងតិចមកឲ្យវាស្មើគ្នាអូខេអញ្ចឹងបានប៉ុណ្ណឹងហើយបន្ទាប់មកទៀតមកដើម្បីអូសចេញជាជើងតុកយើងយកនេះយកធួប្រើធួមួយទៀតហើយបើយើងចង់ select មួយអញ្ចឹងឲ្យបាននេះយើងចូលទៅអូខេអានេះ vertex ពេលយើង select យកមួយគឺបានតែ vertex មួយទេបានតែអ្នកក្រមួយនេះអញ្ចឹងបើយើងយកអាទី2នេះក៏វាបានតែខ្សែដែរអញ្ចឹងយើងចង់បានវាមកទាំងចេះមកវាអត់បានទេអញ្ចឹងយើងយកលេខ3នេះ face នេះចឹងយើងចុចទៅលើក្របនេះណាមួយមកហើយដើម្បី select វាបានច្រើនគឺយើងចុចshift នៅជាប់ទៅហើយបន្ទាប់មកទៀតពេលយើងចង់ select មួយទៀតយើងចុច shift មួយទៀតមកហើយបន្ទាប់មកចុច shift មួយទៀតមកយើងចុច shift ជាប់ទៅហើយយើង select អ្វីដែលយើងចង់បានគឺវាជាប់ចឹងអញ្ចឹងយើងយកទៅ4នឹងទេហើយបន្ទាប់មកទៀតយើងអូសវាមកយើងបិទនេះច្បាស់ហើយមួយណាដែលធួមួយណាដែលថាយើងអាចបង្កើតចេញបានវាកាត់សាច់ចេញមកពីគ្នាបានគឺថាឲ្យពេលយើងអូសមកខាងក្រោមវាអត់ដោយមកទាំងអស់ចេះអញ្ចឹងសើមិញយើងរៀនហើយអញ្ចឹងធួមួយណាធួមួយនេះអញ្ចឹងយើងបានធួហើយយើងអូសវាមកអូខេគឺវាចេញមកតែប៉ុណ្្នឹងទៅវាបានចេញជាជើងតុកឃើញទេងាយបងប្អូនឲ្យតែចេះទៅស្អីក៏ងាយដែរនេះបងប្អូនឥឡូវបានតុកមួយអូខេឥឡូវប៉ុណ្ណឹងបានតុកមួយហើយហើយឥឡូវយើងមកបង្កើតមួយទៀតមកដីបតុកធ្វើបានប៉ុណ្ណឹងអូខេអញ្ចឹងយើងបង្កើតធ្វើនេះយើងរុញថែមផ្សេងហើយយើងយកធ្វើនេះបង្កើតស្អីមួយទៀតទៅការជាទូដូចគាត់អីការទូអូខេការចឹងហើយតមកទៀតដើម្បីយើងធ្វើវាបានយើងធ្វើវាទៅជាទូបានយើងត្រូវទៅedit mode យើងចុច tab មកទៅនេះ
ហើយឡើយយើងនៅ face ហើយយើងចុចអានេះឲ្យវាចូលមកឲ្យយើងស្ដារតិចមកប៉ុណ្ណឹងចុះហើយតមកទៀតទូគឺវាមានតម្លាក់វាអញ្ចឹងទូដាក់អីវ៉ាន់អីហ្នឹងទូដាក់គ្រឿងទេសគ្រឿងអីហ្នឹងអញ្ចឹងដើម្បីឲ្យវាបានជាកង់យើងត្រូវថែមខ្សែវាឡាញវាហ្នឹងអញ្ចឹងយើងចូលមកជួមួយនេះហើយយើងដាក់ឡាញមកឡាញហ្នឹងយើងចង់បានប្រវែងប៉ុន្មានចង់បានទូនឹងប៉ុន្មានដាក់នឹងមួយមកហើយតបមកដាក់នឹងមួយទៀតថាយកទៅ3កង់បានទេយកទេយកប៉ុណ្ណេះមកហើយតបមកទៀតអញ្ចឹងយើងមកខ្សែអូស្លេចវាដំបងយើងរៀនអញ្ចឹងសិនណាបងប្អូនកុំតន់ទៅឲ្យវារៀងលឿនសំខាន់ពួកអស់ហ្នឹងដំបងហ្នឹងគឺវាសំខាន់ណាស់ឲ្យថាចេះដំបងហ្នឹងហើយគឺទៅមុខតទៀតគឺវាងាយស្រួលអញ្ចឹងបន្តមកទៀតដើម្បីធ្វើទូបានហើយដើម្បីឲ្យវាមានចាញ់ថ្នាក់វាអញ្ចឹងយើងត្រូវចូលទៅface មកហើយយើង select វា select មួយហើយបន្តមកទៀតយើងចូលទៅនេះ extrude មកចេះមកចូលមកប៉ុណ្ណឹងមកហើយបន្តមកយើងត្រូវប្រើធួមួយណាទៀតបងប្អូនហ្នឹងរៀនប្រើធួវាមានធួសម្រាប់ឲ្យយើងធ្វើនេះប៉ុន្តែគាត់ថាដំបងចឹងយើងរៀនធួវាទៅដល់ពេលអនាគតគឺយើងប្រើតែ shortcut ទៅគឺវាបានហើយតែយើងដំបងអញ្ចឹងគឺយើងប្រើធួទៅវាងាយស្រួលហើយបើយើងចេះអស់ហ្នឹងទៅថ្ងៃក្រោយយើងធ្វើលឿនយើងប្រើតែ shortcut គឺលឿនហ្មងតែដំបងគឺយើងត្រូវប្រើអស់ហ្នឹងអញ្ចឹងណាឥឡូវយើង extrude បានប៉ុណ្ណឹងហើយយើងបានប៉ុណ្ណឹងហើយយើងត្រូវឲ្យវាប្រហោងអញ្ចឹងដើម្បីដូចថាទូអីវ៉ាន់គឺខាងក្នុងគឺយើងអាចដាក់បោះបានអញ្ចឹងយើងត្រូវឲ្យវាមានប្រហោងខាងក្នុងអញ្ចឹងយើងរុញវាចូលមកប៉ុណ្ណឹងយកប៉ុណ្ណឹងបាននេះបងប្អូនឥឡូវយើងបានមួយថ្នាក់ហើយអញ្ចឹងយើងចុចថែមមួយថ្នាក់ទៀតអញ្ចឹងយើងមកនេះវិញមកយើងឲ្យវាចូលយើងរុញវាចូលក្នុងតិចមកតបមកយើងថែមមួយទៀតហើយបើចាំលឿនពេកបងប្អូនរៀនវាមួយនឹងរៀនឲ្យចាំទៅវារៀនវាឲ្យចាំទៅវាងាយស្រួលថ្ងៃក្រោយយើងមិនចាំទៅឆែកមើលវីដេអូអីម្ដងទៀតគេបរៀនអញ្ចឹងហើយថាយើងចងចាំទៅវាងាយស្រួលសម្រាប់យើងធ្វើឲ្យលឿនណាស់ហើយតបមកទៀតមួយទៀតហុញចូលមកហើយយើងប្រើធូរនេះបើចឹងទៅបានគ្រប់ឃើញតែប៉ុណ្ណឹងបានទូមួយវាបានទូមួយបានតុកមួយតែប៉ុណ្ណឹងបងប្អូនហើយយើងមកអត់ចិត្តមកវិញមកបានទូមួយតុកមួយបាទចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងបរិញ្ញាពីប៉ុណ្្នឹងដំបូងចឹងបងប្អូនរៀនតិចសិនរៀនតិចទៅហើយយើងសាកល្បងធ្វើវាជាហោហាធ្វើម្ដងមិនកើតធ្វើជា2ដងហើយធ្វើកើតហើយព្យាយាមធ្វើម្ដងហើយម្ដងទៀតដើម្បីឲ្យវាចាំដៃព្រោះយើងបើយើងទៅរៀនពីគេបងលុយរៀនក៏ដូចតែគ្នាដែរគឺយើងត្រូវធ្វើម្ដងហើយម្ដងទៀតឲ្យវាចាំយើងតែអញ្ចឹងយើងបងលុយទៅវាចោលលុយចឹងវាយើងអត់កោះព្យាយាមឲ្យវាចងចាំហ្នឹងអាហ្នឹងក៏តែមេរៀនដំបងហើយឥឡូវវីដេអូយើងមានប៉ុណ្ណឹងអរគុណសម្រាប់ការមើលនឹងហើយកុំភ្លេចជួយ subscribe ផងបងប្អូនអានេះបើយើងព្យាយាមទៅកុំផ្ដាច់ម្ដាច់ទេពួកអីអ្នកដែលចេះហ្នឹងស្រាប់ឆ្លងកាត់ពីពួកអស់នឹងដូចគ្នាហ្នឹងអរគុណជំរាបលា